បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទសុភេអភិសរនិទានរឿងបាទថ្ងៃហ្នឹងគឺខ្ញុំមានរឿងរ៉ាវមួយដែលនិយាយពីការដាក់អាគមទៅលើនរណាម្នាក់តែនិយាយទៅគឺជឿថាម៉ែបងប្អូនពិតជាស្ដាប់ទៅមានអារម្មណ៍ប្លែកសូម្បីតែខ្ញុំក៏ពេលដែលបងស្រីនាងគាត់និយាយប្រាប់ក៏ខ្ញុំមានអារម្មណ៍ថាប្លែកដែរហើយមិនគួរជឿដែរគឺរឿងគឺកាត់នៅឆ្នាំ2000បាទគឺរឿងគឺមានចំណងជើងថារឿងរើផ្ទះថ្មីជួបផ្ទះមានវិញ្ញាណបាទកុំឲ្យខាត់ពេលចូលគឺខ្ញុំសូមនិទានរឿងអូតទៅថ្ងៃមួយបងស្រីនាងគាត់បានរើអីវ៉ាន់ដើម្បីជួលផ្ទះថ្មីចឹងទៅបងស្រីនាងហើយក្មួយប្រុសរបស់គាត់ហ្នឹងគាត់ហើយនឹងឪពុកម្ដាយរបស់បងស្រីនាងបានរើអីវ៉ាន់ដើម្បីចូលផ្ទះថ្មីនៅពេលដែលគាត់រើអីវ៉ាន់ទៅហើយគាត់បានជួលផ្ទះថ្មីគឺបងស្រីនាងគាត់បានចរចារឿងថ្លៃផ្ទះជាមួយម្ចាស់ផ្ទះគេចឹងថាមួយខែប៉ុន្មានទៅដោយសារទីផ្ទះហ្នឹងគឺអាចបើកមុខរបរឲ្យបានគឺមានសេដ្ឋកិច្ចគួរសមនៅកន្លែងនោះគឺមានចិត្តសាលារៀនទីពេទ្យដែរចឹងជាឱកាសរបស់បងស្រីនាងដែលគាត់បើករបរកាយសម្ផស្សរោងគាត់ចឹងទៅម្ចាស់ផ្ទះគេគឺគេថាយកតែ100ទេក្នុងមួយខែគឺមាន2ជាន់គឺជាន់ទី1និងជាន់ទី2ចឹងទៅហើយបងស្រីនាងក៏គាត់មិនខ្វល់អីច្រើនណាគឺដោយសារកន្លែងហ្នឹងគឺជាកន្លែងលក្ខណៈមានអ្វីគ្រប់យ៉ាងដើម្បីបើករបររកស៊ីក៏បានធ្វើការងារអីក៏បានចឹងដោយសារនៅចិត្តសាលារៀននៅមន្ទីរពេទ្យចឹងទៅហើយម្ចាស់ផ្ទះគេហ្នឹងក៏គាត់បានប្រាប់បងស្រីនាងថាពេលអនឯងចង់នៅអនឯងចង់ឲ្យបងកែអីក៏បានអាចកែកន់ថ្នាំពណ៌របងឬក៏អីក៏បានដែរចឹងបងស្រីនាងក៏គាត់ចង់ឲ្យរៀបថ្នាំសាមីចឹងនៅពេលដែលរៀបថ្នាំហើយក៏ដល់ថ្ងៃដែលបងស្រីនាងគាត់រើយបានមកបន្ទប់ផ្ទះគាត់ហ្នឹងទៅពេលរើហ្នឹងគឺមានគ្នា4នាក់គឺក្មួយគាត់បងស្រីនាងនិងឪពុកម្ដាយរបស់បងស្រីនាងនៅពេលដែលរើហើយក៏រើបីវ៉ាន់បានខ្លះទៅនៅពេលហ្នឹងក៏ក្មួយរបស់បងស្រីនាងគាត់បានសួរម្ចាស់ផ្ទះហ្នឹងថាតើផ្ទះហ្នឹងមានហេតុការណ៍ឬក៏មានប្រវត្តិយ៉ាងណាដែរហើយក៏អត់សូវមានមនុស្សស្នាក់នៅឬក៏អត់មានអ្នកជួលចឹងនិងមួយកន្លែងហ្នឹងគឺជាកន្លែងដែលមានកន្លែងអំណោយផលចឹងបងប្អូនដូចជាសាលារៀនទីពេទ្យអីចឹងទៅចឹងម្ចាស់ផ្ទះក៏គាត់អត់បានមកអីច្រើនអត់បានប្រាប់អីច្រើនទេគ្រាន់តែអីចឹងទៅក៏នេះទៅហើយក៏បងស្រីនាងក៏ប្រញាប់ប្រញាល់ដើម្បីរៀបចំយកអីវ៉ាន់ចូលផ្ទះជាមួយនឹងឪពុកម្ដាយរបស់គាត់ទៀតចឹងពេលដែលរៀបអីវ៉ាន់ហើយបានប្រហែលម៉ោងជិត3ប្រហែល3ហ្នឹងគឺក្មួយរបស់បងស្រីនាងនិងឪពុករបស់បងស្រីនាងក៏គាត់បានទៅក្រៅដើម្បីញ៉ាំកាហ្វេមួយកែវនៅក្បែរនោះដែរហើយនៅតែបងស្រីនាងនិងម្ដាយបងស្រីនាងទេដែលគាត់រៀបចំផ្ទះចឹងទៅនៅពេលហ្នឹងក៏ក្មួយរបស់បងស្រីនាងឈ្មោះតារាហ្នឹងក៏គាត់បានសួរទៅអ៊ំប្រុសម្នាក់ដែលគាត់ជាម្ចាស់ហាងកាហ្វេនៅក្បែរនោះដែរថាលោកអ៊ំបងតាផ្ទះហ្នឹងហើយអ្វីបានជាអត់មានអ្នកស្នាក់នៅអត់មានអ្នកជួលចឹងអ៊ំហើយអ៊ំរកកាហ្វេក៏គាត់បានប្រាប់ថាខ្ញុំមិនដឹងដែរប្រហែលជា
គេអត់នៅឬក៏គេមិនចង់ជួចឹងទៅហើយតារាក៏បានសួរទៀតថាតើមានតែនឹងមានប្រវត្តិដូចមិនដែរតែអញ្ចឹងណាមានប្រវត្តិមានមនុស្សស្លាប់ឬក៏អីអត់ចឹងហើយអ៊ំប្រុសហ្នឹងក៏គាត់ប្រាប់ថាអត់អីជាធម្មតាទេដោយសារតែនៅពេលដែលតារាហើយនឹងក្រុមគ្រួសាររបស់បងស្រីនាងគាត់បើកទ្វាររបស់មកគឺនៅទ្វារធំនោះគឺស្ទើរតែជាន់ចាអីបិទឬទ្វារហ្នឹងចឹងទៅក៏តារាគាត់ឆ្ងល់ចឹងហើយបងស្រីនាងក្រុមគ្រួសារគាត់ក៏ឆ្ងល់ដែរចឹងទៅក៏បងស្រីនាងនិយាយកាត់ទៅបងស្រីនាងវិញគាត់ថាម្ចាស់ផ្ទះគេហ្នឹងគឺក៏គេបានប្រាប់បងស្រីនាងហើយថាហាមបកជាន់ហាមអីចឹងដោយសារជាន់គឺជាន់រកស៊ីមិនបានចឹងគេឲ្យបកឲ្យអីទៅហើយតារាក៏គាត់បានប្រាប់រឿងរ៉ាវដែលបងស្រីនាងប្រាប់គាត់ក៏ប្រាប់ទៅអ៊ំប្រុសឬក៏ហ្វេតតទៅចឹងទៅនៅពេលហ្នឹងអ៊ំប្រុសឬក៏ហ្វេតក៏គាត់អត់បានជ័យច្រើនទេចឹងទៅហើយមួយសន្ទុះក្រោយមកក៏ឬសូរសំឡេងស្រែកចេញពីផ្ទះនំតែដែលបងស្រីនាងក៏ជួហ្នឹងស្រែកចឹងទៅក៏តារានឹងប៉ារបស់បងស្រីនាងក៏ប្រញាប់ប្រញាល់រត់ទៅផ្ទះនំនៅពេលរត់ទៅដល់គឺម៉ាក់របស់បងស្រីនាងគឺគាត់បានដួលសន្លប់ហើយនៅជាន់ទី2នៅក្បែរអាសនៈគេដើម្បីគោរពបូជាឬក៏រកណៈយើងថ្ងៃសៅរ៍ថ្ងៃអីចឹងបងប្អូនយើងទៅតាំងសមាធិតាំងអីចឹងទៅនៅទីនោះគឺមានព្រះពុទ្ធមួយអង្គដែរចឹងទៅហើយពេលនោះឪពុកបងស្រីនាងនិងតារាក៏បាននាំអ៊ំស្រីចូលមកក្រោមដើម្បីធ្វើចលនារត់ដៃរត់ជើងដើម្បីឲ្យដឹងខ្លួនឲ្យមានអាការៈធូរស្រាលតាមវិញចំណែកឯតារាក៏គ្រាន់តែទៅមើលបងស្រីនាងអាចជានេះហ្នឹងមើលតុមុខគាត់ស្រេកស្រាងលក្ខណៈដូចជាភ័យខ្លាចអ្វីមួយយ៉ាងចឹងពេលនោះក៏ម៉ាក់របស់បងស្រីនាងក៏ដឹងខ្លួនហើយក៏តារានិងឪពុករបស់បងស្រីនាងបានសាកសួរដំណើរហេតុការណ៍ឯឆ្លើយទូសម្រាប់ចឹងហើយអ៊ំស្រីដែលជាម៉ាក់របស់បងស្រីនាងគាត់ថាអត់ដឹងអីទេប្រហែលជាគាត់ហត់នឹងការងារឬអីវ៉ាន់ប្រហែលចឹងហើយបានគាត់ដួលសម្រាប់ចឹងប៉ុន្តែតារាក៏បានសួរទៅបងស្រីនាងថាអីហើយវាបានជាអ៊ំគាត់ដួលសម្រាប់ចឹងហើយពេលនោះបងស្រីនាងក៏គាត់បានប្រាប់តារាតាមហេតុការណ៍ដែលគាត់ឃើញចឹងទៅគាត់ថានៅពេលដែលនេះហ្នឹងមុននឹងតាមទៅហ្នឹងគឺអ៊ំស្រីហ្នឹងគឺគាត់អ៊ំស្រីគាត់បានចាប់ព្រះពុទ្ធមួយអង្គដែរដើម្បីគោរពបូជានៅជាន់ទី2ហ្នឹងដែរចឹងប៉ុន្តែនៅពេលរាងនេះក៏មានព្រះពុទ្ធមួយអង្គនៅតាំងនៅទីនោះដែរគឺតាំងនៅទីនោះដែរចឹងហើយអ៊ំស្រីម៉ាក់របស់ស្រីនាងហ្នឹងក៏គាត់បានចង់ដូរព្រះពុទ្ធហើយគាត់គោរពបូជានៅផ្ទះគាត់ដើម្បីផ្លាស់ប្ដូរចឹងទៅក៏មិនដឹងហេតុការណ៍អីក៏គាត់បានដួលសម្រាប់ចឹងទៅតែមិនដឹងថាបងស្រីនាងគាត់និយាយកុហកឬក៏និយាយពិតចឹងថាអត់បានឃើញហេតុការណ៍អីកើតឡើងចឹងណាចឹងហើយក៏នេះដែរក៏
តារាគាត់ថាអត់អីទេអីចាំមើលខ្ញុំឡើងទៅមើលព្រះពុទ្ធក្នុងថាមានរឿងអ្វីកើតឡើងចាចឹងទៅក៏តារាគាត់ឡើងទៅជាន់ទី2ដើម្បីមើលព្រះពុទ្ធនឹងដើម្បីបោសសម្អាតចឹងដើម្បីដូរថ្មីសុំដូរថ្មីចឹងទៅនៅពេលដែលតារាគាត់ទៅដងទៅគាត់បានសំពះឲ្យរើព្រះពុទ្ធនឹងមើលចឹងទៅក៏សម្អាតហើយនេះទៅក៏ឃើញនៅក្រោមព្រះពុទ្ធហ្នឹងគឺមានសម្បត្តិមួយដែលគណៈសិស្សចាក្រាស់មួយចឹងទៅហើយក៏តារាក៏គាត់បានចក្រាស់ហ្នឹងមកក្រោមនៅជាន់ទី1វិញដើម្បីអានឲ្យអ៊ំអ៊ីគាត់ស្ដាប់ចឹងទៅហើយនៅក្រដាស់ហ្នឹងគឺមានសរសេរឈ្មោះឪពុកម្ដាយកូនអីឈ្មោះដែរតែគណៈប្រហែលជាអ្នកដែលនៅផ្ទះហ្នឹងមុនពីមុនចឹងសរសេរដូចនេះចឹងទៅមានឪពុកម្ដាយឈ្មោះកូនអីចឹងទៅនៅពេលនោះក៏តារាគាត់ថាមិនដឹងជាឈ្មោះអីចេះក៏ចឹងទៅក៏គាត់បានចាប់ក្រាស់គេចានឹងបាត់ចោលទឹកដុតចងចឹងណានៅពេលដុតហើយក៏ស្រាប់តែឬសូរសំឡេងស្រែកចេញពីជាន់ទី2ហ្នឹងក្តៅណាស់ជួយផងចឹង3-4នាក់ហ្នឹងក៏មើលមុខគ្នាទៅវិញទៅមកឆ្ងល់ភាសាផ្ទះដទៃទៀតអត់មានអ្នកនៅទេលក្ខណៈផ្ទះហ្នឹង2ជាន់ប៉ុន្តែលក្ខណៈផ្ទះរវែងចឹង2-3បន្ទប់ទៅ2-3ផ្ទះបានមានផ្ទះមួយ2-3ផ្ទះបានមានផ្ទះមួយចឹងមានអ្នកនៅចឹងទៅគាត់មើលមុខគ្នាឆ្ងល់នៅពេលនោះក៏គាត់អត់ខកអីច្រើនទេគឺគាត់រៀបចំនៅជាន់ក្រដីចឹងទៅរៀបចំអីវ៉ាន់របស់ចិញ្ចោលជាធម្មតាចឹងទៅនៅពេលនោះក៏បងស្រីនាងហើយក៏គាត់បានទៅរកមុខរកអីនៅបន្ទប់ទឹកហ្នឹងទៅក៏ស្រាប់តែនៅលើជាន់ទី2នោះលក្ខណៈឬសូរសំឡេងអុកអីវ៉ាន់អុកអីតុកទូអីចឹងបងប្អូនគឺក្រុមក្រាំងអុកទូលក្ខណៈតូចអត់ខ្វល់ខ្វាយពីនរណាចឹងលក្ខណៈអុកចកចឹងចឹងទៅនៅពេលដែលបងស្រីចាន់នេះគាត់ចេញពីបន្ទប់ទឹកវិញគឺគាត់ពេលយើងរកមុខឬក៏បើជើងតូចអីមិនយើងត្រូវចាក់ទឹកឬក៏ចាត់ទឹកអីតែពេលចឹងក៏ឬសូរសំឡេងនៅជាន់ទី2ហ្នឹងតែគណៈអត់មាននរណាម្នាក់ងូតទឹកដែរចឹងហើយមើលមុខគ្នាឆ្ងល់មើលមុខគ្នាទៀតចឹងនៅធ្វើឲ្យអ្នកទាំង4នាក់ហ្នឹងភ័យខ្លាចដែរហើយកាត់មកដល់ម៉ោងប្រហែលជា6កន្លះក៏គាត់បាននាំគ្នាទៅញ៉ាំបាត់អីនៅខាងក្រៅចឹងទៅហើយតារានិងអ៊ំប្រុសគាត់បានចូលឡានមុនទុកឲ្យបងស្រីហ៊ីនិងម៉ាក់របស់បងស្រីនាងគាត់បិទទ្វាររបងចឹងនៅពេលដែលនេះទៅបងស្រីនាងគាត់បានបិទរបងចាំបាត់ម្នាក់ឯងចឹងទៅនៅពេលដែលគាត់រៀបនឹងបាត់ទ្វារក៏ស្រាប់តែគាត់ក៏រត់ទៅមើលខាងក្នុងផ្ទះស្រាប់តែមានមនុស្សអង្គុយប្រហែល4ទៅ5នាក់អង្គុយមើលមកគាត់នៅលើកាមេរ៉ាចឹងអង្គុយមើលមកគាត់សោដាក់គាត់ចឹងចោលមកគាត់ចឹងគាត់ភ័យគាត់ហត់រានទៅលើរានចឹងទៅនៅពេលឯងគាត់ហត់រានទៅរានគាត់ប្រាប់ឲ្យតារាថាបញ្ញាប់បើកចេញឲ្យលឿនជាងពីទីនេះលឿនហើយតារាក៏គាត់អត់ខ្វល់អីច្រើនអត់សួរហាច់ការឬក៏ហើយវាអត់បាត់រវងអីដែរក៏គាត់បញ្ញាប់ចិនឡានទៅព្រាមនៅពេលដែលទៅដល់កន្លែងហូបអីហើយក៏តារាគាត់ចាប់ផ្ដើមសួរពីហេតុការណ៍ដែរបងស្រីនាងគាត់ជួបហេតុការណ៍ហ្នឹងទៅ
ហើយក៏គាត់បានប្រាប់ពីហេតុការណ៍ដែលគាត់បានជួបថាមានមនុស្ស4-5នាក់អង្គុយមើលមកគាត់ច្អល់មកគាត់ហើយពេលហ្នឹងក៏គាត់បានហូបអីហើយក៏គាត់បានទៅសម្រាប់នៅជាន់ទី1ហ្នឹងទៅទាំង4នាក់ហ្នឹងអញ្ចឹងហើយស្អែកព្រឹកឡើងក៏បងស្រីនាងគាត់បានតែទៅម្ចាស់ផ្ទះហ្នឹងថាផ្ទះហ្នឹងមានប្រវត្តិយ៉ាងណាដែរហើយបែបបានជាគាត់ឃើញអមនុស្សនៅទីនោះហើយម្ចាស់ផ្ទះហ្នឹងក៏គាត់បានប្រាប់រឿងហេតុការណ៍ជាក់លាក់ដែរពេលណាព្រវាងអញ្ចឹងថាប្រហែលជាប្អូនប្រវងម៉ែឬក៏អីចឹងក៏នឿយហត់ពីការងារចឹងទៅលុះដល់ខាងស្អែកឡើងថ្ងៃទី2ចូលថ្ងៃទី3គឺសូរសំឡេងក្ដុំក្ដាមនៅជាន់ទី2នឹងទៀតចឹងហើយនៅទាំង4កាន់តែឆ្ងល់កាន់តែនេះក៏បងស្រីនាងនឹងឪពុកម្ដាយរបស់គាត់នឹងក្មួយរបស់នឹងតារាអីហ្នឹងក៏ចាក់ចិនពីទីនោះតែពេលចាក់ចិនទៅក៏អីវ៉ាន់អីហ្នឹងគឺនៅក្នុងទេហើយបងស្រីនាងនៅថ្ងៃទី3ក៏គាត់បានខលទៅម្ចាស់ផ្ទះថាខ្ញុំឈប់ជួលផ្ទះរបស់ ATI ដោយសារតែខ្ញុំជួបហេតុការណ៍ដ៏រន្ធត់មួយកើតឡើងពី3ថ្ងៃជាប់គ្នាចឹងទៅនៅពេលហ្នឹងក៏ពេលដែលតារានិងអ៊ំស្រីឪពុកម្ដាយហ្នឹងគាត់កំពុងតែញ៉ាំអីនៅក្រៅក៏ឃើញអ៊ំប្រុសរកកាហ្វេកាពីថ្ងៃមុនហ្នឹងក៏តារាក៏គាត់បានហៅសាកសួរពីហេតុការណ៍ដែលតែក្នុងមានប្រវត្តិយ៉ាងណាចឹងទៅនៅពេលសាកសួរចរាងទៅក៏អ៊ំប្រុសហ្នឹងក៏បានសួរទៅក៏បានប្រាប់ថាគឺហេតុការណ៍តែហ្នឹងគឺកាលពី1ឆ្នាំជាងមុនហ្នឹងគឺមានគ្រួសារ4នាក់តែគេកំពុងតែខ្លួននៅចឹងមានសុភមង្គលចឹងនៅថ្ងៃមួយគឺដីហ្នឹងធ្វើការតដល់ម៉ោង9មក10ជប់បានចេញពីធ្វើការចឹងទៅហើយនៅតែម្ដាយនិងកូន3នាក់ទៀតចឹងទាំងគ្រួសារហ្នឹង5នាក់ចឹងទៅថ្ងៃមុនក៏មានចង់ចូលប្លន់តេស្តហ្នឹងហើយក៏បានសម្រាប់ក្រុមគ្រួសារហ្នឹងទៅចឹងនៅតែប្តីចេញពីធ្វើការវិញក៏ស្រាប់តែឃើញសភាពក្រុមគ្រួសាររបស់ខ្លួនស្រាប់អស់ចឹងគាត់ក៏សម្រាប់ចិត្តចង់ក៏ស្លាប់តាមចឹងទៅពេលនោះក៏មានហេតុការណ៍ដ៏រន្ធត់កើតឡើងចឹងទៅក៏គាត់ក៏គេបានបិទទ្វារនឹងប្រទេសនឹងចង់មានចាអីចឹងចាតែមានមនុស្សស្លាប់ទាំងគ្រួសារចឹងលុះដល់ប្រហែលជា3-4ខែក្រោយមកក៏មានជនជាតិបរទេសបានស្នាក់នៅចូលមកស្នាក់នៅផ្ទះនឹងដែរចឹងហើយក៏ស្នាក់នៅបានប្រហែលជាមួយសប្តាហ៍ក៏នាំគ្នាហើអីវ៉ាន់ចិនពីផ្ទះនឹងចឹងទៅគឺប្រហែលជាជួបហេតុការណ៍ដែលដូចជាបងស្រីនាងគាត់ជួបហេតុការណ៍ចឹងណាតែជនជាតិបរទេសហ្នឹងក៏គាត់បានចាក់ចិនទៅប៉ុន្តែឆ្ងល់ហេតុអ្វីក៏នៅលើព្រះពុទ្ធហ្នឹងមានចាឈ្មោះក្រុមគ្រួសារហ្នឹងហើយនឹងតែនៅណាជាអ្នកចាឈ្មោះក្រុមគ្រួសារហ្នឹងចឹងហើយនិយាយទៅកាត់ទៅបងស្រីនាងវិញគាត់ជប់ជួនគឺដោយសារតែគឺសូរសម្ដែងថាគុំមករញ៉ៃកន្លែងអានក៏ចាត់ខ្លួនពេលនោះក៏បងស្រីនាងក៏សម្រាប់ចិត្តអត់ជួលផ្ទ
តែនឹងវិញហើយពេលដែលគាត់ជួឈប់ជួហ្នឹងក៏គាត់អត់បានរើអីវ៉ាន់ណាក៏គាត់បានជួគេឲ្យមករើអីវ៉ាន់ជំនួសគាត់ពេលអញ្ចឹងបងប្អូនគឺគាត់ហ៊ានចូលហ៊ានអីអត់មកតែនឹងទៀតទេគាត់ចុកចិត្តជួគេអ្នកជួអ្នកដតីដើម្បីប្រមូលរបស់គាត់ចេញពីផ្ទះនឹងអញ្ចឹងណាចឹងទៅវាមិនក៏គួរឲ្យរន្ធត់ម្យ៉ាងណាការជួផ្ទះគេបោះបង់ចង់ជួឆ្នាំជួខែអញ្ចឹងអាចនឹងមានអមនុស្សក៏មានវិញ្ញាណចូលនៅអញ្ចឹងទៅពិតជារន្ធត់ដែរបងប្អូនពេលហ្នឹងក៏បងស្រីនេះគាត់ថានេះជាមេរៀនមួយសម្រាប់គាត់ហើយតាំងពីគាត់កាត់មកទៅជួបរកទី1ដែលអាយុ50ឆ្នាំហើយគឺគាត់ទៅជួបរកទី1បងប្អូនចឹងតែគាត់ថាមិននឹងជួបឬក៏អីគាត់នឹងសិក្សាជាចម្លើយពីហេតុការណ៍តែនឹងមានប្រវត្តិយ៉ាងណាក៏នឹងថាពេលដែលគាត់ជួហ្នឹងគឺគាត់សាកសួរអ្នកជិតខាងនឹងឲ្យបានលំអិតតូចអ្វីដែលតារាគាត់បានក៏ចេះតែប្រាប់នឹងសួរនាំអ៊ំលោកកាហ្វេលោកអីហ្នឹងចឹងណាចឹងទៅហើយចឹងសាច់រឿងរបស់បងស្រីនាងក៏មានតែប៉ុណ្ណឹងទេចឹងសូមអរគុណពុកម៉ែបងប្អូនដែលស្ដាប់ចឹងបើសិនមានកំហុសខ្វះខាតដល់ពេលសម្ដីឬក៏រឿងរ៉ាវចាស់ណាសូមអធិស្ឋានផងបាទអរគុណសម្រាប់ការស្ដាប់ជម្រាបលាបាយបាយ